សូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel ទៀនខ្មោចសារជាថ្មីនេះគឺជាអេពីសូតទី3ដែលពួកខ្ញុំទាំងពីរបានធ្វើវីដេអូបាននិទានខ្មោចដើម្បីចែកជូនទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទឲ្យបានស្ដាប់នាពេលរាត្រីអញ្ចឹងថ្ងៃនេះផងដែរក៏មានការចូលរួមពីបងប្អូនស្រីដដែលបាទគឺបងប្អូនស្រីសុភីបាទអញ្ចឹងតើថ្ងៃហ្នឹងបងប្អូនស្រីមានរឿងអ្វីដើម្បីចែកម្លែកទៅកាន់ពុកម៉ែបងប្អូនយើងដែរបាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានរឿងមួយតាក់ទងទៅនឹងរឿងខ្មោចចងកស្លាប់នៅក្រោមដើមពោធិ៍នៅជិតវត្តមួយកន្លែងបាទរឿងនេះបើយើងស្ដាប់ទៅក៏រំភើបដែរបាទអញ្ចឹងខ្ញុំក៏មិនដឹងថាដំណើរសាច់រឿងយ៉ាងណាដែរប៉ុន្តែគ្រាន់តែស្ដាប់តែខ្មោចពោះធំចងកគឺបាទយើងក៏ដឹងថាគេហៅថារឿងរំភើបបាទរឿងរំភើបហើយមនុស្សដែលគាត់ស្លាប់ទៅមានវិញ្ញាណដល់ពីរណាចា៎អញ្ចឹងខ្ញុំក៏មិនដឹងថាហេតុការណ៍ហ្នឹងលោកមិនឡាយយ៉ាងម៉េចដែរអញ្ចឹងសូមបងប្អូនស្រីបកស្រាយតាក់ទងជាមួយនឹងរឿងហ្នឹងមើលបាទទៀនដើម្បីពុកម៉ែបងប្អូននឹងបានស្ដាប់បាទកាលពីខ្ញុំនៅក្មេងនៅក្នុងភូមិរបស់ខ្ញុំតែងតែមានការប្រារព្ធពិធីមួយដែលគេហៅថាបុណ្យឡើងអ្នកតាឬក៏បុណ្យភូមិជាដើមហើយគេតែងតែប្រារព្ធពិធីនេះឡើងនៅពេលដែលយើងប្រមូលផលស្រូវរួចហើយនៅថ្ងៃហ្នឹងខ្ញុំបានទៅចូលរួមនៅក្នុងពិធីនោះដែរដែលបានលើចាស់និយាយគ្នាថាเป็นការបញ្ចាំងកុនហើយខ្ញុំក៏បានទៅបបួលមិត្តភ័ក្តិខ្ញុំដើម្បីមកមើលកុនជាមួយគ្នាព្រោះការវិន័យតូចថាលើថាគេបញ្ចាំងកុនឬក៏មានអីរៀងផ្លែកតែតែបបួលមិត្តភ័ក្តិដើម្បីទៅមើលឬក៏ទៅលេងជាមួយគ្នាបាទហ្នឹងអាហ្នឹងដូចជាការខ្ញុំទៅតូចដែរណាចាបាទអញ្ចឹងនៅស្រុកខ្ញុំគេធ្វើពិធីបុណ្យឡើងអ្នកតាអញ្ចឹងដែរបាទអញ្ចឹងពេលដែលតូចគ្រាន់តែលឺគេដាក់កុននោះថ្ងៃហ្នឹងគឺដេកថ្ងៃហើយចាដើម្បីអីដើម្បីចាំមើលកុនព្រោះកាលណាបើហត់ដេកថ្ងៃទេអានឹងម៉ែយើងអត់ឲ្យទៅទេគាត់ថាថ្ងៃឆាប់ដេកអញ្ចឹងគាត់ដូចថាគាត់លួងយើងអញ្ចឹងណាបាទហើយយើងដេកថ្ងៃអញ្ចឹងទៅបាទហ្នឹងដោយនៅខាងភូមិខ្ញុំដែរអញ្ចឹងហើយយើងតូចដូចគ្នាយើងដឹងហើយបាទការពីតូចនោះគឺឲ្យទៅលឺកុនបានកុនលខោនៅហ្នឹងបានទេបាទអញ្ចឹងបន្ទាប់ពីដាក់កុនឲ្យហើយអញ្ចឹងទៅហើយអញ្ចឹងបងអូននៃមិត្តភ័ក្តិប្រហែលនេះដែលទៅមើលកុនមួយគ្នាខ្ញុំហើយមិត្តភ័ក្តិរបស់ខ្ញុំប្រហែលជា7 8នាក់បានទៅមើលកុនជាមួយគ្នាហើយមានមិត្តភ័ក្តិខ្ញុំខ្លះផ្ទះគាត់រៀងឆ្ងាយអញ្ចឹងគាត់ក៏គិតថាកុំឲ្យទៅផ្ទះវិញយប់ម៉ែឲ្យរបស់គាត់ស្ដីឲ្យអញ្ចឹងគាត់ក៏បានសុំខ្ញុំថាខ្ញុំសុំដេកមួយហែងផងដេកផ្ទះហែងផងអញ្ចឹងខ្ញុំក៏គិតថាមានអីដេកចឹងកុំឲ្យថាយើងបបួលគាត់ហើយថានេះចឹងកុំឲ្យម៉ែអីម៉ែវាយចឹងណាបាទណាអាហ្នឹងដូចខ្ញុំដែរបងប្អូនខ្ញុំឥឡូវយើងចិត្តដល់ភ្ជុំបិណ្ឌអញ្ចឹងនៅស្រុកខ្ញុំបាទស្រុកខ្ញុំហ្នឹងនៅខាងទលេណាខាងស្អាងខាងយើងខាងខ្ពស់ខាងកលុនអីហ្នឹងឲ្យតែដល់ពេលបោះបាយបិណ្ឌបងប្អូនចិត្តភ្ជុំចិត្តងើបាទឧទាហរណ៍ថាស្អែកវេនរបស់យើងទៅវត្តណាអញ្ចឹងវត្តហ្នឹងមានបោះបាយបិណ្ឌអញ្ចឹងសិតតណាត់គ្នាមកពីណាពីណីមកដេកជាមួយគ្នាអញ្ចឹងថតព្រលឹមឡើងដាក់គ្នាដើម្បីទៅបោះបាយបិណ្ឌហើយបោះបាយបិណ្ឌមិនចេះតិចគីឡូដីអីពីវត្តយើងហើយមកដល់ផ្ទះយើងគឺឆ្ងាយអញ្ចឹងដើរទៅហុយដីជំនាន់ហ្នឹងបងប្អូនអញ្ចឹងដោយបងប្អូនស្រីទៀនអញ្ចឹងចេះនឹកឃើញអំពីអតីតកាលរបស់ខ្លួនឯងណាចាបាទគឺនឹកឃើញអត្តភាពហ្នឹងវាសុបាយមួយយ៉ាងដែរអញ្ចឹងប្រមូលគ្នាបានប្រហែលជា9នាក់បាទដើម្បីទៅក៏មកឲ្យម៉ែគេវាយអញ្ចឹងណាបាទអញ្ចឹងធ្វើដំណើរហ្នឹងពីផ្ទះបងអូនទៅកន្លែងដែលគេធ្វើកម្មវិធីឡើងអ្នកតាហ្នឹងប្រហែលជាប្រហែលពីផ្ទះខ្ញុំទៅកន្លែងអ្នកតាហ្នឹងប្រហែលជា3 គីឡូម៉ែត្រខ្ញុំក៏បានបបួលមិត្តភ័ក្តិខ្ញុំអញ្ចឹងទៅមើលទាំងអស់គ្នាហើយផ្ទះខ្ញុំហ្នឹងដើរទៅ
កន្លែងម្ចាំងកុននោះក៏មានវត្តមួយហើយថែមទាំងមានដើមពោមួយនៅជិតវត្តថែមទៀតផង បាទអញ្ចឹងបន្ទាប់ពីប្អូនទៅជាមួយមិត្តភ័ក្តិប្រហែលហ្នឹងយើងទៅមើលកុនប៉ុន្តែកុនចំនួនហ្នឹងភាគច្រើនបើតាមខ្ញុំចាំអីគឺគេដូចជាចាក់ឆាំឡុងបាទចំណាក៏ចាក់រឿងខ្មោចជាពិសេសអាយប់អាពេលយើងចិត្តទៅផ្ទះគឺចាក់ខ្មោចហើយខ្មោចហ្នឹងមិនមែនខ្មោចធម្មតាបងប្អូនបាទសិតតែខ្មោចនៀតខ្មោចអីចឹងបាទអញ្ចឹងពេលប្អូនទៅមើលហ្នឹងគេចាក់រឿងអីដែរ កាលពីខ្ញុំទៅមើលហ្នឹងគេចាក់រឿងមានយប់ហ្នឹងគេអត់ចាក់រឿងវាយគ្នាទេតែគេចាក់រឿងខ្មោចហើយជឿខ្ញុំមិនសូវចាំប្រហែលដែរពេលហ្នឹងព្រោះនៅរៀងទូដែរ បាទអញ្ចឹងមិនន័យថាគេចាក់រឿងខ្មោចអញ្ចឹងណាយើងចាំសពេចសពើ ចា បាទបន្ទាប់ពីយើងមើលហ្នឹងតម្រាំតែយើងមើលចប់កុំយើងទៅផ្ទះអីហ្នឹងប្រហែលម៉ោងប្រហែល ម៉ោងប្រហែលជាខ្ទង់11ជាងបន្តិចបន្តួចដែរខ្ញុំក៏បានបបួលមិត្តភ័ក្តិមកផ្ទះវិញព្រោះអីគិតថាមកម្នាក់ឯងក៏រៀងជាខ្លាចអីចឹងចាបាទព្រោះយើងទៅមើលខ្មោចហើយចាអញ្ចឹងបើសិនថាយើងមកម្នាក់ឯងយើងខ្លាចដែរចាអញ្ចឹងពេលហ្នឹងគឺចាំគ្នាបាទដូចខ្ញុំទៅមើលអញ្ចឹងខ្ញុំពីដើមផ្ទះខ្ញុំហ្នឹងនៅចូលក្នុងអ្នកភូមិសិស្សស្គាល់ហើយបាទផ្ទះខ្ញុំហ្នឹងចូលក្នុងអញ្ចឹងឲ្យតែថ្ងៃសៅរ៍អាទិត្យខ្ញុំចង់មើលកលាការបងប្អូនព្រោះផ្ទះគាត់ហ្នឹងគាត់មានចំគោចំអីទៅគាត់មានកូនចៅគាត់ទៅគាត់ពិឆេះម៉ាស៊ីនភ្លើងដើម្បីបើកមើលទូអញ្ចឹងឲ្យតែឃើញអាផ្ទះគេយើងមើលអាផ្លូវហ្នឹងឲ្យតែឃើញគេបើកអំពូលរៀងភ្លឺថាអូផ្ទះគេហ្នឹងគេពិឆេះម៉ាស៊ីនភ្លើងហើយបាទអញ្ចឹងបានប្រវួរគ្នាមកដើម្បីមកមើលកលាការហើយកលាការពីមុនយ៉ាងដែរប៉ុស CTN ចូលណាចប់ម៉ោង9ម៉ោង10កន្លះអីហ៎បាទអញ្ចឹងបើសិនតែខ្ញុំជួនណាខ្លួនណាងុយដេកអត់ហ៊ានហៅអត់ហ៊ានទៅណាបាទហៅគេហើយគេថាតោះនេះចាំមើលចប់ជួនណាគូអីរ៉េអញ្ចឹងគេចាំមើលចប់អញ្ចឹងចាំមើលជាមួយគេដែរទៅចាបាទអញ្ចឹងបន្ទាប់ពីបងអូនស្រីមើលកុនអីហើយអញ្ចឹងទៅបបួលគ្នាមកប្រហែលជាម៉ោងមិន10ចាអញ្ចឹងមានហេតុកាយបន្តទៀតបន្ទាប់ពីយើងមកចេញមកពីការមើលកុនបន្ទាប់ពីចេញពីការមើលកុនមកខ្ញុំក៏បានបណ្ដាមិត្តភ័ក្តិខ្ញុំ5 9នាក់ហ្នឹងដើរមកហើយក៏បានដាក់ដើរឆ្លងកាត់វត្តហើយក៏ជាដើមពោមួយដែលគេតែងតែល្បីអីចឹងណាថាមានរឿងមានស្ត្រីម្នាក់ពោះធំគាត់បានមានវិបត្តិស្នេហាដោយហេតុប្តីរបស់គាត់នឹងមានស្រីអីចឹងហើយមិនដែលផ្ញើលុយផ្ញើអីឲ្យគាត់ចឹងហើយបងប្អូនគួរតែដឹងហើយមនុស្សស្រីដែលមានផ្ទៃពោះតែងតែមានចិត្តច្រើនចាមានអារម្មណ៍គិតច្រើននេះចឹងធម្មតាខ្ញុំយល់បាទតើតងជាមួយនឹងបងស្ត្រីដែលគាត់មានផ្ទៃពោះវាច្រើនគាត់មានអារម្មណ៍គិតច្រើនចាជាពិសេសបាទចំនួនពីមុនប្តីទៅថៃទៅអីចឹងណាចាបាទឮថាអូប្តីឯងមានស្រីហើយឥឡូវទៅយកស្រីស្អីណាស្អាតណាស្រីថៃអីចឹងទៅចាចឹងប្រពន្ធនៅនេះចេះគិតច្រើនចឹងទៅអញ្ចឹងក៏គាត់សម្រេចធ្វើអត្តឃាតអញ្ចឹងទៅចាបាទអញ្ចឹងពេលគាត់ធ្វើអត្តឃាតហ្នឹងគាត់ធ្វើយូរនេះបងគាត់ធ្វើកាលពីខ្ញុំនៅទូចហ្នឹងគាត់ខ្ញុំនិយាយអ្នកភូមិខ្ញុំគាត់និយាយដែរថាធ្វើអត្តឃាតហ្នឹងប្រហែលជាខ្ទង់បើជា7-1 ខែហើយប៉ុន្តែឮបាទអញ្ចឹងមកន័យថាគាត់ធ្វើអត្តឃាត1ខែហើយបានប្អូនដើរកាត់ដើមពោហ្នឹងចាប៉ុន្តែមានល្បីថាកន្លែងហ្នឹងអីលោងអីពេលហ្នឹងល្បីឬអ្នកភូមិគាត់ឆ្លងកាត់ទៅកន្លែងផ្ទះគាត់អីចឹងណាផ្ទះគាត់នៅរៀងឆ្ងាយអីចឹងទៅអញ្ចឹងគាត់បានឮថានៅកន្លែងហ្នឹងមានខ្មោចស្ត្រីម្នាក់ដែលពោះធំហ្នឹងឡងសាហាវពេលហ្នឹងខ្ញុំឮចាស់គាត់និយាយចឹងថាពេលនៅទូចឹងខ្ញុំអត់សូវដឹងអីទេឮគាត់និយាយចេះតែនិយាយថាមិនដែរទេខ្ញុំមិនដែរជួបអីផងចឹងណាអញ្ចឹងភាគច្រើនកន្លែងហ្នឹងបើសិនបើឡងរបៀបម៉េចឡងទៅកាន់អ្នកភូមិណាឡងដូចជាការអង្គុយយកកូនឬក៏អង្គុយនៅលើនេះចឹងញញឹមដាក់យើងធ្វើឲ្យយើង
ឃើញមកមានអារម្មណ៍ថាភ័យខ្លាចតែម្ដង បាទអញ្ចឹងបន្ទាប់ពីប្អូនធ្វើដំណើរមកដល់កន្លែងដើមពោធិ៍ហ្នឹងអញ្ចឹងហេតុការណ៍បន្ទាប់ទៀតយ៉ាងម៉េចទេ កាលពីខ្ញុំដើរមកដល់ចិត្តដើមពោធិ៍ហ្នឹងតាមពិតមិនមែនដើរមកចិត្តដើរទេខ្ញុំមានពាក្យពេចន៍ខ្លះដើម្បីនិយាយលេងជាមួយមិត្តភក្តិខ្ញុំនៅពេលដើរនៅពេលរាត្រីចាកុំឲ្យវាស្ងប់ស្ងាត់ខ្លាំងពេក បាទ ដើរក៏ដើរនិយាយថាយើងទៅមើលខ្មោចហើយចាយើងចេះមានអារម្មណ៍ថាគួរប្រឡាចមិត្តភក្តិខ្លួនឯងវាមិនដែរព្រោះយើងនៅក្មេងៗសៅនេះអញ្ចឹង អូខេបាទ ខ្ញុំប្រឡាចពួកគាត់ថាខ្មោចអីយ៉ាងគាត់ក៏ប្រឡាចពួកខ្ញុំអញ្ចឹងវិញអញ្ចឹងថាខ្មោចនៅមុខខ្មោចអីចឹងដល់ពេលទៅដល់កន្លែងដើមពោធិ៍ហ្នឹងខ្ញុំឃើញមានមិត្តភក្តិខ្ញុំក៏ឃើញដែរមានកណាត់សមួយរៀងស្ទុំចងនៅកន្លែងដើមពោធិ៍ហ្នឹងហើយពួកខ្ញុំក៏បានយកកណាត់សហ្នឹងយកមកក្របលេងអីចឹងណា លងបន្លាយអញ្ចឹងទៅ ចា ប៉ុន្តែពេលយកអាហ្នឹងឃើញកណាត់សអញ្ចឹងអត់មានអារម្មណ៍ថាខ្លាចទេ ព្រោះពេលហ្នឹងនៅក្មេងៗហើយដូចមិនសូវអាចថាពួកខ្ញុំមិនសូវជឿជំនឿរឿងពួកអមនុស្សអីចឹងចា បើថាពេលខ្លះយើងអាគ្នាច្រើន ចា លងពួកគ្នាច្រើនដែរលេងមួយគ្នាអញ្ចឹងណា ចា បាទ ហើយដល់ពេលនេះចឹងខ្ញុំមានដឹងណាគ្រាន់តែចាប់យកកណាត់សគ្របលេងអីចឹងដល់នេះមានអារម្មណ៍ថាដូចមានអ្នកណាមើលយើងពីលើមកអញ្ចឹងហើយពួកខ្ញុំក៏នាំគ្នាលេងប្រាប់តែមានអារម្មណ៍អញ្ចឹងក៏នាំគ្នាងើយមើលទៅលើប្រាប់តែឃើញខ្មោចនារីដែលពុះធំនោះកំពុងតែសម្លឹងមកខ្ញុំឲ្យដៃម្ខាងយកកូនហើយដៃម្ខាងទៀតកាន់ដើមឈើហើយក៏បោកនៅធំក្រហមដូចចង់ស៊ីសាច់យើងអញ្ចឹងហើយគាត់ថែមជាងមានការញញឹមដាក់យើងទៅប៉ុន្តែធ្វើឲ្យយើងខ្លាចព្រួចតែម្ដង បាទ ហើយដល់អញ្ចឹងទៅខ្ញុំមកគ្នារត់ប្រាស់យកតែរួចខ្លួនព្រោះអ្នកសឹកតែខ្លាចសើតែឃើញហើយចង់នាំគ្នារត់យ៉ាងលឿនតែម្ដង បាទចុះពេលហ្នឹងដូចពេលឃើញអញ្ចឹងអត់មានថាយើងកាំងនៅកន្លែងហ្នឹងអត់ទេ ពេលហ្នឹងមានមិត្តភក្តិខ្ញុំម្នាក់គាត់កាំងនេះដែរប៉ុន្តែពួកខ្ញុំមានអារម្មណ៍ថាអាណិតគាត់ផងអីផងរត់តែខ្លួនយកតាប្រាស់យកខ្លួនឯងប៉ុន្តែអាណិតគាត់ចង់ក៏នាំគ្នាតែងគាត់មករហូតដល់គាត់រៀងនេះបន្តិចគាត់ក៏អាចរត់ទៅខ្លួនឯងបានរហូតដល់ផ្ទះពួកខ្ញុំក៏បានប្រាប់យាយប្រាប់តារបស់ខ្ញុំហើយយាយរបស់ខ្ញុំហ្នឹងគាត់ក៏បានយកអង្គយកអីបច្ចេកឲ្យហៅពលឹងពួកខ្ញុំឲ្យត្រឡប់ចូលខ្លួនឯចា អញ្ចឹងបន្ទាប់ពីហេតុការណ៍ដែលប្អូនស្រីបានឃើញនៅទស្សនវិជ្ជាបែបហ្នឹងអញ្ចឹងតើអារម្មណ៍ប្អូនស្រីនៅពេលដែលឃើញហើយយ៉ាងម៉េចដែរ អារម្មណ៍ខ្ញុំពេលនោះមានអារម្មណ៍ថាខ្ញុំប្រមាទក្នុងការជឿជំនឿទៅលើពួកអមនុស្សខ្លាំងពេកនៅពេលហ្នឹងហើយក៏មានអារម្មណ៍ថា ប៉ុន្តែដូចជាឥឡូវបន្ទាប់ពីប្អូនស្រីមកបាទខ្មោចដងខ្មោចអីអញ្ចឹងយាយអីក៏ផ្ចេងក៏ប៉ុន្តែប្អូនស្រីមានអារម្មណ៍យ៉ាងម៉េចអាពេលហ្នឹងបន្ទាប់ពីឃើញហើយមានអារម្មណ៍ថា ពេលណាដល់ពេលត្រឡប់មកផ្ទះគាត់បច្ចេកអង្គបច្ចេកឲ្យហើយយប់នោះខ្ញុំមិនបានដេកទេព្រោះនាំគ្នាភ័យខ្លាចបាត់ភ្នែកទៅឃើញតែទស្សនភាពនឹងធ្វើឲ្យពួកខ្ញុំព្រួចគេងលក់តរសាររហូតដល់ព្រឹកឡើងម្ដាយរបស់ខ្ញុំបានយកខ្ញុំទៅវត្តដើម្បីឲ្យព្រះសង្ឃគាត់ស្រោចទឹកស្រោចអីឲ្យអញ្ចឹងណាហើយអញ្ចឹងបន្ទាប់ពីហេតុការណ៍ហ្នឹងប្រហែលថ្ងៃបាទអារម្មណ៍យើងមកធម្មតាប្រហែលជាពេលហ្នឹងរៀងយូរដែរប្រហែលជាមួយអាទិត្យពីរអាទិត្យអីហ្នឹងដែរចាប៉ុន្តែបន្ទាប់ពីប្អូនស្រីឃើញអញ្ចឹងបាទតើអារម្មណ៍របស់យើងហ៊ានដើរទៅកន្លែងហ្នឹងទៀតទេពេលនោះខ្ញុំគ្រាន់តែនឹកឃើញមិនថានេះទេសំបែឥឡូវក៏នឹកឃើញក៏រៀងព្រីសម្បល់ដែរនឹកឃើញហេតុការណ៍ដែលធ្លាប់កើតឡើងឲ្យលើខ្លួនឯងអញ្ចឹងមានអារម្មណ៍ថាព្រួយខ្លាំងមែនទែនបើថាឡូវឲ្យពួកខ្ញុំដើរ
កុំថាឡើយពេលថ្ងៃពេលយប់ពេលថ្ងៃទៅឲ្យដើរទៅម្នាក់ឯងក៏មិនហ៊ានដើរទៅដែរ បាទ ខ្ញុំមានអារម្មណ៍ថាព្រួយខ្លាំងមែនតើ បាទអញ្ចឹងថ្ងៃហ្នឹងបងស្រីមានតែមួយរឿងហ្នឹងណាដើម្បីចែកជូនបងប្អូនជឿ ថ្ងៃហ្នឹងខ្ញុំមានតែមួយរឿងហ្នឹងទេដែលពាក់ព័ន្ធទៅនឹងរឿងស្ត្រីមានផ្ទៃពោះចងកសម្រាប់ខ្លួនហ្នឹងខ្ញុំមានតែមួយរឿងហ្នឹងទេ បាទ លោថ្ងៃក្រោយអាចនឹងមានរឿងអីប្លែកៗខ្ញុំនឹងចែកជូនបងប្អូនសម្ដាប់បន្តទៀតចឹង បាទអញ្ចឹងអរគុណច្រើនបងស្រី ចា៎ បាទហើយពុកម៉ែបងប្អូនទាំងគ្នាពួកខ្ញុំទាំងពីរធ្វើវីដេអូនេះមិនមែនចង់ឲ្យពុកម៉ែបងប្អូនជឿទៅលើរឿងអបិយជំនឿទេបាទហើយពុកម៉ែបងប្អូនទាំងគ្នាសូមស្ដាប់ដោយការពិចារណាអញ្ចឹងសម្រាប់ប្រិយមិត្តឬក៏បងប្អូនពុកម៉ែណាដែលគាត់មានសាច់រឿងជួបជាមួយនឹងហេតុការណ៍ពួកអមនុស្សលោកបន្លាចបាទដែលចង់ចែកម្លែកមកកាន់កម្មវិធីនិទានខ្មោចបាទអាចធ្វើការបាទ comment នៅខាងក្រោមវីដេអូឬក៏ធ្វើការឆាតមកតាមរយៈ page បាទ Facebook បាទនិទានខ្មោចបាទខ្ញុំនឹងយកសាច់រឿងពុកម៉ែបងប្អូនមកធ្វើការបកស្រាយនិងធ្វើវីដេអូចែកជូនទៅកាន់ពុកម៉ែបងប្អូនដទៃទៀតអញ្ចឹងខ្ញុំទាំងពីរនាក់សូមអរគុណសូមជម្រាបលា